បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនឥឡូវនេះខ្ញុំបាទកំពុងតែស្ថិតនៅនឹងផ្សារព្រៃគុលតែម្ដងពុកម៉ែបងប្អូនហើយនៅខាងក្រោយខ្នងខ្ញុំបាទនេះគឺជាទីតាំងដីផ្ទះសម្រាប់លក់ហើយចំពោះឯទីតាំងដីផ្ទះនេះគឺទល់មុខនឹងផ្សារព្រៃគុលតែម្ដងចំពោះឯទំហំដីវិញគឺមានទំហំទទឹង13ម៉ែត្របណ្ដោយរហូតដល់70ម៉ែត្រពុកម៉ែបងប្អូនហើយចំពោះឯទិដ្ឋភាពដោយពុកម៉ែបងប្អូនបានមើលឃើញហើយថានៅផ្សារព្រៃគុលពេលដែលខ្ញុំថតនេះពេលថ្ងៃខ្ទង់ម៉ោងប្រហែលជាម៉ោង7:12អញ្ចឹងអត់សូវមានប្រជាជនគាត់មកផ្សារឲ្យច្រើនទេព្រោះម៉ោងនេះគឺជាម៉ោងសម្រាប់បាយប៉ុន្តែខ្ញុំចង់បញ្ជាក់ថាទិដ្ឋភាពនៃផ្សារព្រៃគុលព្រលឹមឡើងគឺមានប្រជាជនគាត់មកផ្សារហើយអ្នកលក់អ្នកដូរគឺច្រើនមែនតែនតែម្ដងហើយចំពោះឯទីតាំងនៃដីសម្រាប់លក់នេះវិញដោយពុកម៉ែបងប្អូនបានមើលឃើញអញ្ចឹងគឺខ្ញុំបញ្ជាក់ម្ដងទៀតថាទំហំទទឹង13ម៉ែត្របណ្ដោយរហូតដល់70ម៉ែត្រទីតាំងដីបច្ចុប្បន្នគឺគាត់កំពុងតែជួលឲ្យគេបើអាជីវកម្មទី1គឺមានលក់ជាគ្រឿងភេសជ្ជៈហើយទី2គឺលក់សម្លៀកបំពាក់ដោយពុកម៉ែបងប្អូនបានមើលឃើញអញ្ចឹងហើយចំពោះចំណូលនៃការជួលសរុបគឺខ្ញុំសូមលាក់សិនអត់ហ៊ានទាន់ប្រាប់ពុកម៉ែបងប្អូនទេប៉ុន្តែខ្ញុំចង់បញ្ជាក់ថាដីសម្រាប់លក់ដែលទល់មុខនឹងផ្សារព្រៃគុលនេះគឺបច្ចុប្បន្នគឺគាត់នៅកាន់បង្កាន់ដៃប្រគល់ប្លង់រឹងនៅឡើយទេអត់ទាន់បានធ្លាក់ប្លង់រឹងទេណាពុកម៉ែបងប្អូនបាទហើយដែលទីតាំងដីសម្រាប់លក់ដែលទល់មុខនឹងផ្សារព្រៃគុលនេះគឺស្ថិតនៅក្នុងភូមិពោធិបានឃុំពោធិបានស្រុកកោះធំខេត្តកណ្ដាលផងដែរហើយបើយើងគិតពីវត្តពោធិបានហួសពីទីតាំងនៃដីលក់នេះវិញគឺចម្ងាយតែ200ម៉ែត្រតែប៉ុណ្ណោះដោយពុកម៉ែបងប្អូនបានមើលឃើញអញ្ចឹងហើយបើសិនជាពុកម៉ែបងប្អូនពិតជាស្គាល់ហើយនឹងវត្តទួរិជាបើយើងគិតពីទីតាំងនៃដីទៅដល់វត្តទួរិជាគឺចម្ងាយតែ3គីឡូជាងតែប៉ុណ្ណោះគឺយើងទៅដល់ទីតាំងវត្តទួរិជាហើយដោយទិដ្ឋភាពជារួមដែលខ្ញុំបានបញ្ជាក់ពុកម៉ែបងប្អូនថាទីតាំងដីសម្រាប់លក់ទល់មុខនឹងផ្សារព្រៃគុលនេះគឺជាប្រភេទដីអាជីវកម្មពុកម៉ែបងប្អូនអាចអញ្ជើញមកមើលបានហើយសម្រាប់ពុកម៉ែបងប្អូនដែលពាក់ព័ន្ធនឹងការចង់បើកជាកន្លែងរកស៊ីគឺបានច្រើនមុខពុកម៉ែបងប្អូនព្រោះដោយសារអីទំហំក្បាល13ម៉ែត្រហើយបណ្ដោយរហូតដល់70ម៉ែត្រអញ្ចឹងមិនថាពុកម៉ែបងប្អូនចង់ធ្វើជាការ៉ាសាំងចង់បើកលក់ជាអាជីវកម្មលក់ដូរជាឃ្លាំងជាអីផ្សេងទៀតគឺល្អមែនទែនពុកម៉ែបងប្អូនដោយសារខ្ញុំបញ្ជាក់ហើយគឺទីតាំងដីលក់យើងគឺទល់មុខនឹងផ្សារព្រៃគុលតែម្ដងហើយសម្រាប់ព័ត៌មានលម្អិតផ្សេងទៀតពុកម៉ែបងប្អូនអាចអញ្ជើញមកមើលទីតាំងដីនេះផ្ទាល់ឬក៏អាចទំនាក់ទំនងមកខ្ញុំបាទក៏បាននិងទំនាក់ទំនងក្រុមហ៊ុនដៃគូសហការបងប្អូនរបស់ខ្ញុំបាទក៏បានដូចគ្នាផងដែរសូមអរគុណ